អរគុណដែលយើងខ្ញុំសូមជាប់ទំនាក់ទំនងទៅកាន់ភ្នាក់ងាររាយការណ៍របស់យើងនៅក្នុងបណ្ដាខេត្តមួយចំនួនវិញម្ដងបាទបាទទីមួយជួបជាមួយនឹងលោកធរិតដែលប្រចាំការនៅខេត្តកំពង់ឆ្នាំងអត់ទាន់ដឹងថាមានរឿងអីរាយការណ៍ទេលោកធរិតជំរាបសួរបាទជំរាបសួរបាទលោកធរិតបាទជំរាបសួរបាទអរគុណណាមានឥឡូវកុំអាចចូលដល់សាច់រឿងយើងនិយាយអំពីស្ថានភាពទឹកជំនន់វិញតើយ៉ាងម៉េចដែរឥឡូវហ្នឹងបាទស្ថានភាពទឹកជំនន់បាទនៅតែឡើងទេបាទប៉ុន្តែឡើងទៅមិនកំហុកទេបាទនៅក្នុងខេត្តកំពង់ឆ្នាំងបាទអរគុណឥឡូវចូលសាច់រឿងតើលោកមានអ្វីរាយការណ៍ថ្ងៃនេះបាទព្រឹកនេះខ្ញុំមានព័ត៌មានមួយស្ដីពីការកបាត់ក្រហមកម្ពុជាចែកចំណាយសង្គ្រោះជូនប្រជាពលរដ្ឋដែលជំនះមកប្រទីទួលសុវត្ថិភាពបាទអូប្រមាណ100គ្រួសារជាងនោះឬក៏យ៉ាងម៉េចលោកធរិតបាទ69គ្រួសារបាទអូ69គ្រួសារនៅតំបន់ណាភូមិណានៅក្នុងភូមិតាពាំងទូនិងភូមិតាពាំងចាំងក្នុងក្នុងស្រុកបរិបូរបាទអូអញ្ចឹងណាការកបាត់ក្រហមខេត្តឬក៏ពីពេញទៅលោកធរិតខេត្តស្រុកបាទក្រហមកម្ពុជាដែលដឹកនាំដោយលោកជំទាវម៉ែននារីសុភ័ក្របាទអូលោកជំទាវម៉ែននារីសុភ័ក្រណាកែលេខាធិការរងហើយក្នុងនោះគឺថាផ្ដល់ជូនបងប្អូននឹងអ្វីខ្លះដែរលោកធរិតរៀបរាប់តិចមើលបាទសម្ភារៈដែលប្រជាពលរដ្ឋទាំង69គ្រួសារទទួលបានហ្នឹងគឺមានអង្ករ25គីឡូត្រីខ1យួរមី1សេតនិងតង់កៅស៊ូ1បាទគឺបានដូចគ្នាបាទនៅក្នុងនោះលោកជំទាវមានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋនឹងគិតគូរអំពីបញ្ហាអ្វីសំខាន់ទេបាទក្នុងពេលចែកអំណោយបាទនៅក្នុងនោះដែរលោកជំទាវម៉ែននារីសុភ័ក្របាន5ឆ្នាំដល់បងប្អូនប្រជាពលរដ្ឋយើងបាទឲ្យចេះស្រឡាញ់គ្នានៅពេលដែលរស់នៅក្នុងទីទួលសុវត្ថិភាពត្រូវប្រុងប្រយ័ត្នការពារកូនចៅតូចៗកុំឲ្យលេងទឹកខ្លាចយកទឹកបាទហើយនឹងរក្សាអនាម័យក្នុងការហូបទឹកចិនក្នុងការហូបចុកស្អាតរស់នៅស្អាតនិងការដេកចង់មុខផងដើម្បីកុំឲ្យមានជំងឺផ្សេងៗកើតឡើងបាទពួកគាត់ទាំង69គ្រួសារហ្នឹងជំលះមកពីភូមិណាវិញលោកធរិតបាទឬក៏នៅកន្លែងដដែលហ្នឹងទេពួកគាត់ទាំង69គ្រួសារហ្នឹងមួយគឺនៅភូមិតាពាំងទូបាទគឺជំនះពីផ្ទះសម្បែងគាត់ដែលលេខទឹកហ្នឹងឡើងមកក្នុងភូមិតាពាំងទូដដែលហ្នឹងបាទនៅដែលទីទួលសុវត្ថិភាពបាទចំនួន66គ្រួសារហើយទៅឡើយប្រជាពលរដ្ឋនៅភូមិតាពាំងច័ន្ទឃុំតាពាំងច័ន្ទនោះក៏បានជំនះពីភូមិគាត់មកនៅក្នុងទីទួលសុវត្ថិភាពក្នុងវត្តតាពាំងច័ន្ទដែរបាទអរគុណលោកធរិតដែលបានរាយការណ៍អំពីការកបាត់ក្រហមកម្ពុជាដឹកនាំដោយលោកជំទាវម៉ែននារីសុភ័ក្រអគ្គលេខាធិការរងការកបាត់ក្រហមកម្ពុជាចុះយកអំណោយទៅជូនដល់បងប្អូនដែលជំនះពីបញ្ហាទឹកជំនន់ជំរាបលាលោកបាទជំរាបលាបាទអរគុណបាទអរគុណឥឡូវយើងបន្តទៅកាន់ភ្នាក់ងាររាយការណ៍របស់យើងនៅក្នុងខេត្តពោធិ៍សាត់វិញម្ដងគឺលោកភិរុនបាទជំរាបសួរលោកភិរុនបាទជំរាបសួរលោកបត្រានិងលោកសុខាបាទជំរាបសួរអរគុណហើយជំរាបសួរដំបូងស្ថានភាពទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់យ៉ាងម៉េចដែរទៅបាទចំពោះស្ថានភាពទឹកជំនន់ទឹកពីនៅខាងខេត្តពោធិ៍សាត់នេះវិញគឺឥឡូវនេះកំពុងតែស្រកបដាហើយបាទដល់ឡែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនឹងបាននឹងកំពុងតែស្រង់ទិន្នន័យនៃផលប៉ះពាល់នឹងជាមួយនឹងការនាំយកអំណោយសង្គ្រោះបន្ទាន់នឹងដើម្បីចែកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់នេះផងដែរបាទហើយព្រឹកនេះមានព័ត៌មានអ្វីដែរសម្រាប់ជម្រាបជូនដល់ទូទស្សនិកជនរបស់យើងបានជ្រាបបាទព្រឹកនេះផងដែរនឹងខ្ញុំបាទគឺមានព័ត៌មានដែលរាយការណ៍ជូននឹងគឺទាក់ទងនឹងស្ថានភាពទឹកជំនន់ហ្នឹងបាទនឹងការផលប៉ះពាល់ដែលខេត្តបានស្រង់ទិន្នន័យបាទសូមអញ្ជើញបាទពាក់ព័ន្ធនឹងស្ថានភាពទឹកនេះគឺបើតាមលោកកែវវៃបាទប្រធានមន្ត្រីទុនធានទឹកបានប្រាប់ឲ្យហម HD TV យើងដឹងថាចាប់ទឹកបានចាប់ផ្ដើមស្រកចុះពីរសៀលចាប់ពីរសៀលថ្ងៃទី8បាទរហូតមកដល់ត្រឹមព្រឹកថ្ងៃទី9ម្សិលមិញនេះគឺទឹកបានស្រកចុះនៅត្រឹមកម្ពស់4ម៉ែត្រ47បាទនៅខាងស្រុកភ្នំកង្វាបាទពលគឺនៅក្រោមកម្រិតប្រកាសអាសន្នហើយបាទដែលមានកម្ពស់ទឹកកម្រិតប្រកាសអាសន្នហ្នឹង4ម៉ែត្រ90បាទដល់ឡែកនៅខាងក្រុងពោធិ៍សាត់នេះវិញគឺទឹកមានកម្ពស់4ដល់5ម៉ែត្រ4បាទពលគឺនៅក្នុងកម្រិតប្រកាសអាសន្នកាលពីថ្ងៃម្សិលមិញនេះនៅឡើយទេបាទប៉ុន្តែពុំមានភ្លៀងធ្លាក់ចិញ្ចឹមទេនោះគឺទឹកនឹងស្រកទៅរកសភាពដើមឡើងវិញហើយបាទរហូតដល់ថ្ងៃនេះទឹកនឹងកំពុងស្រកបន្តផងដែរបាទលោកសុខៈនិងលោកបត្រាបាទ
បាទតែពាក់ព័ន្ធនឹងផលប៉ះពាល់នៃគ្រោះទឹកជំនន់នោះគឺភ្លៀងនោះគឺដែលលោកឡាយវិសិដ្ឋបាទអនុប្រធានមន្ត្រីកសិកម្មខេត្តពោធិ៍សាត់នេះបានប្រាប់ឲ្យហងមេយើងដឹងថាអំណាចនៃទឹកជំនន់បានគ្របដណ្ដប់នៅលើផ្ទៃដីស្រែនោះចំនួន11772ហិកតាបាទនៅក្នុងស្រុកនិងក្រុងចំនួន4ពលគឺស្រុកភ្នំកវាញស្រុកក្រុងពោធិ៍សាត់ស្រុកកណ្ដៀងនិងស្រុកបាកានបាទដែលមាន24ឃុំនិង136ភូមិប៉ុន្តែលោកបានបញ្ជាក់ផងដែរថាបើសិនតែស្រែស្រូវទាំងនោះប៉ះពាល់ត្រឹមតែទឹកជំនន់ទឹកភ្លៀងនោះទេគឺលោករំពឹងថានឹងពុំមានការខូចខាតទេបាទស្រែស្រូវនោះក៏នឹងពុំមានការខូចខាតទេដោយសារតែទឹកនឹងវាស្រកលឿនបាទស្រកលះបាទអញ្ចឹងទេទឹកនោះខាងក្រោមមានអាងទន្លេសាបយើងអាចទប់ទឹកនឹងបានដល់ពេលធ្លាក់ទៅក្រោមនោះបាទអត់មានចាល់ទេបាទបាទអរគុណច្រើនលោកសកាត់ដែលមកតាមបើយោងតាមរបាយការណ៍បឋមរបស់អាជ្ញាធរខេត្តគិតត្រឹមថ្ងៃទី$7នេះគឺស្រុកនិងក្រុងចំនួន5ដែលផលប៉ះពាល់នោះគឺមានស្រុកភ្នំកវាញក្រុងពោធិ៍សាត់ស្រុកកណ្ដៀងស្រុកបាកាននិងស្រុកកកស្មើនឹង23ឃុំសង្កាត់នោះគឺមានទីដីស្រែចំនួន5303ហិកតាបាទហើយប៉ះពាល់សាលារៀននោះ19កន្លែងចំនួនគ្រួសារដែលចលិះរោគទីទួលសមត្ថភាពនោះមាន105គ្រួសារបាទហើយទឹកហូរកាត់ខ្សោយនោះមានប្រវែង11047ម៉ែត្របាទរលំស្ទះពីខ្នងនិងពោះចិត្តនឹង6ករណីផងដែរប៉ុន្តែមានការជួយស្ទាត់បាទហើយជាបន្តបន្ទាប់នេះគឺយើងឃើញថាអាជ្ញាធរខេត្តដែលដឹកនាំដោយអាបាលខេត្តលោកគុលសខានឹងក្រុមការងារនឹងបានកំពុងតែពំនាំយកអំណោយនឹងជាមួយសហការនឹងខាងការក្បាលខំខេត្តពោធិ៍សាត់យើងនឹងថាមិញនេះគឺមានការចែកជូនអំណោយសង្គមមិនទាន់ខាងក្បាលពោធិ៍សាត់នឹងការក្បាលខំខេត្តពោធិ៍សាត់នឹងយកទៅចែកជូនប្រជាពលរដ្ឋនៅខាងសង្កាត់ស្វាយអ័តក្រុងពោធិ៍សាត់នឹងប្រមាណជាជាង500គ្រួសារផងដែរបាទសូមជម្រាបលាសូមអរគុណលោកភិរុនបាទសូមជម្រាបលាបាទអរគុណបាទទូរទស្សនិកជនជាទីមេត្រីរឿងទឹកកំពុងតែលិចជាបញ្ហាមួយទៅហើយជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជាហើយយើងឃើញថាមន្ត្រីគ្រប់ជាន់ថ្នាក់គឺបានចុះប្រតិបត្តិការដើម្បីជួយសង្គ្រោះទៅតាមលទ្ធភាពរបស់ខ្លួនប៉ុន្តែរឿងមួយទៀតនោះបន្ទាប់ពីទឹកស្រកទៅគឺថាត្រូវត្រៀមពូជស្រូវពូជដំណាំផ្សេងដើម្បីធ្វើប្រកាន់ផលនោះឲ្យទាន់ពេលតាមវេលាហើយនឹងការរក្សាទឹកទុកឲ្យបានល្អប្រសើរដើម្បីស្រោចស្រពដំណាំពេលនេះយើងខ្ញុំសូមអនុញ្ញាតសម្រាប់មួយផ្លែសិនបន្តិចទៀតភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងារដទៃទៀតបាទ